Dolco 30 kg ស្មើនឹង 1,400 kg បង្ក្រាបបានសាច់ក្រកចង្រិតដូងនិងចង្រិតធម្មតាដែលខូចគុណភាពយកពីប្រទេសថៃមកចែកចាយនៅរាជធានីភ្នំពេញថ្ងៃទី21ខែមេសាឆ្នាំ2025នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាមន្ត្រីជំនាញបង្ក្រាបបានសាច់ក្រកចង្រិតដូងនិងចង្រិតធម្មតាដែលខូចគុណភាពជាច្រើនគីឡូយកពីប្រទេសថៃមកចែកចាយនៅរាជធានីភ្នំពេញកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកបបរាជធានីភ្នំពេញធ្វើការបង្ក្រាបសាច់ក្រកចំនួន9កែស្មើនឹង450 គីឡូក្រាមចង្រិតដូងចំនួន10កែស្មើនឹង400 គីឡូក្រាមនិងចង្រិតធម្មតាចំនួន11កែស្មើនឹង550 គីឡូក្រាមដែលខូចគុណភាពសរុបចំនួន30កែស្មើនឹង1,400 គីឡូក្រាមគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌតម្រូវម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ប្រតិបត្តិការបង្ក្រាបនេះលោកវរៈសេនីយ៍តូម៉ៅសុធាគុណនាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថាមន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្ក្រាបការនាំចូលនៅផលិតផលខូចគុណភាពទាំងនេះដែលឈ្មោះដឹកតាមរថយន្តម៉ាក S Samyong មកពីប្រទេសថៃមកចែកចាយនៅរាជធានីភ្នំពេញបច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងកបបរាជធានីភ្នំពេញកំពុងបន្តនីតិវិធីយកទៅបំផ្លាញចោលអាយដាមអាដាមស្នេហ៍អាយជួនរណកែស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញសូមអំពាវនាវដល់សមាជិកពាក់ព័ន្ធចូលរួមទប់ស្កាត់រាល់បទល្មើសនាំចូលម្ហូបអាហារធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ដោយឡែកកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅតែបន្តស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបរាល់នាំចូលផលិតផលគ្មានគុណភាពគ្មានសុវត្ថិភាពដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ